ព្រឹកថ្ងៃអង្គារទី10មិថុនាប្រទេសអូទ្រីសបានជួបនៅរឿងដ៏តក់ស្លុតមួយបន្ទាប់ពីមានហេតុការណ៍បាញ់រះនៅក្នុងសាលារៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យមួយនៅទីក្រុង Graz ភាគអាគ្នេយ៍ប្រទេសយោងតាមលោកស្រី Elke Krach អភិបាលទីក្រុង Graz គឺមានសិស្សសាលាស្លាប់ចំនួន9នាក់ស្រី6នាក់និងប្រុស3នាក់ដោយឡែកផ្អែកតាមសមត្ថកិច្ចនគរបាលអូទ្រីសបន្ទាប់ពីបាញ់រួចជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកក្នុងសាលារៀនសមត្ថកិច្ចអូទ្រីសបានបញ្ជាក់ថាជនដៃដល់ជាជនជាតិអូទ្រីសភេទប្រុសអាយុ21ឆ្នាំគឺជាអតីតសិស្សនៅសាលារៀនកើតហេតុតែរៀនមិនបានចប់ចុងចប់ដើមទីដោយបដិសេធមិនធ្វើការប៉ាន់ស្មានអ្វីភ្លាមទាក់ទិននឹងមូលហេតុដែលធ្វើឲ្យជនដៃដល់ឈានទៅធ្វើអំពើព្រៃផ្សៃនេះនគរបាលអូទ្រីសបានត្រឹមបញ្ជាក់ថាជនដៃដល់បានធ្វើសកម្មភាពនេះតែម្នាក់ឯងទេហើយបានប្រើប្រាស់កាំភ្លើងដែលខ្លួនបានកាន់កាប់ដោយស្របច្បាប់រសៀលថ្ងៃអង្គារប្រមាណម៉ោងក្រោយដំណឹងហេតុការណ៍នេះលោក Christian Stocker ប្រមុខរដ្ឋាភិបាលអូទ្រីសបានធ្វើដំណើរទៅដល់សាលារៀនកើតហេតុនិងបានប្រកាសការកាន់មរណទុក្ខទូទាំងប្រទេសចំនួន3ថ្ងៃប្រតិកម្មចូលរួមរំលែកទុក្ខនិងសាមគ្គីភាពជាមួយប្រជាជនអូទ្រីសបានធ្លាក់មកជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំអឺរ៉ុបលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានថ្លែងថាដំណឹងនៃហេតុការណ៍បាញ់រះនៅក្នុងសាលារៀននៅអូទ្រីសនេះបានចាក់ទម្លុះបេះដូងរបស់លោកស្រីបន្ថែមថាវាជារឿងមួយពិបាកទទួលយកបានណាស់ដែលសាលារៀនបានក្លាយជាទីកន្លែងមរណៈនិងភាពហិង្សាបែបនេះគូក៏សម្គាល់ថាករណីបាញ់រះសម្រាប់រង្គាលបែបនេះកម្រកើតឡើងណាស់នៅអូទ្រីសផ្អែកតាមតារាងចំណាត់ថ្នាក់ Global Peace Index ប្រទេសអូទ្រីសដែលមានប្រជាជនជាង9លាននាក់ស្ថិតនៅក្នុងចំណោមប្រទេស10ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកដោយឡែកករណីវាយប្រហារសម្រាប់មនុស្សនៅសាលារៀនឬពាក់ព័ន្ធនឹងវិស័យអប់រំតែងតែកើតមានជារឿយៗនៅតាមបណ្ដាប្រទេសផ្សេងទៀតនៅអឺរ៉ុបជាក់ស្ដែងនៅថ្ងៃអង្គារទី10មិថុនាដែរនៅបារាំងមានករណីស្ត្រីបុគ្គលិកអប់រំម្នាក់ត្រូវសិស្សអនុវិទ្យាល័យម្នាក់ចាក់សម្លាប់ដោយកាំបិតនៅខាងមុខសាលារៀនហើយកាលពីខែមករាដើមឆ្នាំនេះមានមនុស្សប្រុសអាយុ18ឆ្នាំម្នាក់បានចាក់សម្លាប់សិស្សវិទ្យាល័យភេទស្រីម្នាក់និងគ្រូបង្រៀនម្នាក់នៅក្នុងសាលារៀនមួយនៅភាគឦសានប្រទេសស្លូវ៉ាគីចុងឆ្នាំ2024វិញយុវជនអាយុ19ឆ្នាំម្នាក់បានចាក់សម្លាប់សិស្សសាលាអាយុ7ឆ្នាំម្នាក់និងបង្ករបួសសិស្សច្រើនអ្នកទៀតនៅឯសាលាបឋមសិក្សាមួយនៅប្រទេសក្រូអាស៊ីចំណែកកាលពីចុងឆ្នាំ2023មានករណីវាយប្រហារមួយបង្កឡើងដោយនិស្សិតម្នាក់បណ្ដាលឲ្យស្លាប់មនុស្សចំនួន14នាក់របួស25នាក់នៅសាកលវិទ្យាល័យទីក្រុងប្រាហ្គសាធារណរដ្ឋឆេក